តថ្ងៃនេះធ្វើវីដេអូចេញកាត់យប់ដោយសារតែតកតងជាមួយនឹងប្រភេទbrand KTM 200 390 250ហ្នឹងបើយើងគិតពីធម្មឆ្នាំ016ចុះ16 15 14ហ្នឹងគឺវាភាគច្រើនទៅលើអាតាប់ឡូនេះអាតាប់ឡូហ្នឹងអាយុកាលរបស់ KTM គឺចន្លោះវា4ឆ្នាំទៅ5ឆ្នាំទេអាស្រ័យទៅលើអ្នកថែទាំអញ្ចឹងបើសិនណាជាអ្នកថែទាំខ្លះក៏ថែទាំបានបានដូចថាបានសមរម្យអាហ្នឹងវាប្រើប្រាស់បានយូរទៅតែបើសិនណាជាអ្នកថែទាំអត់សូវយកចិត្តទុកដាក់ទេ3ឆ្នាំមិនតាន់ទៅ4ឆ្នាំទេវាចាប់ផ្ដើមខូចហើយការខូចរបស់វាហ្នឹងគឺការជ្រាបទឹកចូលទៅតាមកលៀកនេះស្នាមប្រេះនេះអីចឹងទៅអញ្ចឹងបើសិនណាជាយើងត្រូវធ្វើការថែទាំសម្អាតវាបានល្អអាហ្នឹងយើងប្រើប្រាស់បានយូរទៅអានេះរបស់ខ្ញុំគឺ019អញ្ចឹងបើយើងរាប់ដល់ឥឡូវក៏វាចិត្តដល់អាយុកាលវាត្រូវខូចដែរហើយខ្ញុំនឹងប្រាប់ពីកលឹះខ្លះដែលខ្ញុំការថែទាំកុងទ័រនេះកុំឲ្យពេលដែលទឹកសាយខ្លាំងឬក៏ភ្លៀងមកវាអត់ឆេះកុងទ័រគឺពេលដែលភ្លៀងខ្លាំងហ្នឹងយើងហៅកន្លែងឆោកបើសិនណាជាភ្លៀងខ្លាំងតែបើថាមកលឹមអីវាអត់ជាបញ្ហាទេថាមកលឹមណាអញ្ចឹងបើសិនណាជាភ្លៀងខ្លាំងជោគជាំយើងហៅកន្លែងឆោកសិនទៅអាហ្នឹងកត្តាទី1ហើយកត្តាទី2ដូចខ្ញុំនិយាយចឹងបើសិនណាជាវាថាមកលឹមទេជិះទៅអត់ជាបញ្ហាទេហើយមួយវិញទៀតតើតោះនៅរឿងបាញ់ទឹកក៏ខ្ញុំបានលើកឡើងមកពី3វីដេអូដែររឿងបាញ់ទឹកហ្នឹងគឺយើងអាចបាញ់ទឹកទៅលើតាប់ឡូខ្លាំងយើងប្រើទៅយកបាញ់បានទេគឺយើងគ្រាន់តែយកទឹកបោយើងហ្នឹងជះពីលើវាក៏បានដែរគ្រាន់យើងយកកណាត់សើមក៏បានដែរគ្រាន់ជូតវាឲ្យតែវាស្ងួតនៅកន្លែងតាប់ឡូហ្នឹងទៅអាហ្នឹងគឺជាកន្លែងតាប់ឡូគឺរបស់វាគឺយើងថែតែប៉ុណ្្នឹងហើយតើតោងជាមួយនឹងនេះក៏ដូចគ្នាដែរអានេះដោយសារតែកុងតាក់ដើមវាបាក់អញ្ចឹងខ្ញុំឆ្នៃដាក់កុងតាក់បិទបើធម្មតាទៅអញ្ចឹងបើសិនណាជាកន្លែងនេះក៏ដូចគ្នាដែរបើសិនណាជាយើងកាច់សោមកនេះគឺវាលោតទៅកន្លែងភ្លើងនេះគឺសុទ្ធតែជាប្រព័ន្ធភ្លើងរបស់វាអញ្ចឹងយើងអាចបាញ់ខ្លាំងឲ្យទឹកជ្រាបចូលប្រព័ន្ធភ្លើងហ្នឹងទេយើងគ្រាន់តែយកកណាត់ធម្មតាធ្វើការជូតវាទៅបានហើយកន្លែងហ្នឹងយើងមិនបាច់ចាំបាញ់វាខ្លាំងពេកទេពេលដែលយើងបាញ់សាប៊ូពេលដែលយើងជូតទឹកសាប៊ូវាហើយយើងយកកណាត់សើមហ្នឹងគ្រាន់ជូតវាម្ដងទៀតហើយយើងត្រូវការមានម៉ាស៊ីនផ្លុំយើងទៅកន្លែងអ្នកលាងហ្នឹងគេមានម៉ាស៊ីនផ្លុំឯងគឺយើងគ្រាន់តែផ្លុំវាតិចតួចទៅគឺវាអូខេហើយអញ្ចឹងខ្ញុំគិតថាមានតែប៉ុណ្្នឹងទេងាយហើយសង្ឃឹមថាអ្នកជី KTM ទាំងអស់គ្នានឹងយល់ពីកន្លែងហ្នឹងហើយបើសិនណាជាមានអ្វីប្លែកថ្មីតាក់ទងនឹងជាមួយនឹង KTM ជាមួយនឹងការថែទាំឬក៏បច្ចេកទេសផ្សេងអ្នកទាំងអស់គ្នាអាចធ្វើការ recommend បានកន្លែងខ្វះខាតឬក៏កន្លែងណាដែលខ្ញុំនិយាយទៅមានចំណុចខ្វះខាតឬក៏លឺលោះអរគុណបាយ